នៅក្រុងប៉ោយប៉ែតរបស់យើងបាទបានបណ្ដេញចេញជនជាតិថៃចំនួន79នាក់ហើយសូមបញ្ជាក់ជូនម្ដងទៀតថា40នាក់ពាក់ព័ន្ធជាមួយនឹងករណី scam បាទហើយ9នាក់ទៀតគឺមានទោសទណ្ឌប្រព្រឹត្តខុសច្បាប់ប៉ុន្តែអនុវត្តទោសរួចរាល់ហើយ30នាក់ទៀតពាក់ព័ន្ធទៅនឹងការឆ្លងដែនដោយខុសច្បាប់អញ្ចឹងថ្ងៃនេះយើងធ្វើការបណ្ដេញចេញតាមច្រកអន្តរជាតិប៉ោយប៉ែតនិងច្រកខ្លងលឹករបស់ប្រទេសថៃបាទសូមជ្រាបជាព័ត៌មានដល់អ្នកគ្នាកម្ពុជាបណ្ដេញជនជាតិថៃចំនួន79នាក់ចេញពីទឹកដីតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអាជ្ញាធរមានសមត្ថកិច្ចកម្ពុជានៅព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2026នេះបានធ្វើការបណ្ដេញជនជាតិថៃចំនួន79នាក់ចេញអំពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបន្ទាប់ពីរកឃើញថាពួកគេបានចូលមកស្នាក់នៅនិងធ្វើការដោយខុសច្បាប់យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចព្រំដែនបានដឹងថាប្រតិបត្តិការបណ្ដេញចេញនេះត្រូវបានធ្វើឡើងស្របតាមនីតិវិធីច្បាប់ស្ដីអំពីអន្តោប្រវេសន៍របស់កម្ពុជាដោយមានការសម្របសម្រួលនិងប្រគល់ទទួលយ៉ាងត្រឹមត្រូវរវាងភាគីអាជ្ញាធរកម្ពុជានិងអាជ្ញាធរមានសមត្ថកិច្ចថៃនៅត្រង់ចំណុចស្ពានមិត្តភាពកម្ពុជាថៃហ្នឹងហើយសូមឲ្យយល់អញ្ចឹងណាព្រោះកន្លងមកមិនមែនធំតែពេលហ្នឹងទេពេលណាក៏ដោយរាល់ការបញ្ជូនចេញរាល់ការបណ្ដេញចេញយើងតែងតែផ្ដល់នូវតម្លៃជាមនុស្សឲ្យគាត់យើងបានផ្ដល់អាហារឲ្យគាត់ផ្ដល់ទឹកឲ្យគាត់ណាសូម្បីតែការដឹករបស់គាត់តាមរថយន្តមកក៏ជារថយន្តដែលប្រកបដោយតម្លៃដែរណាមិនមែនជារថយន្តទ្រុងទេយល់សកម្មភាពនេះឆ្លុះបញ្ចាំងពីការរឹតបន្តឹងនិងការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរកម្ពុជាក្នុងគោលបំណងគ្រប់គ្រងលំហូរជនបរទេសអន្តោប្រវេសន៍ដោយខុសច្បាប់និងដើម្បីរក្សាសន្តិសុខសន្តិភាពសង្គមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ខ្ញុំប្រុសក្មេងពី LTNG News